ទឹកអូទឹកស្ទឹងដែលជាប្រភពផលិតទឹកស្អាតនៅស្រុកមគបរីខេត្តបន្ទាយមានជ័យប្រឈមរីងហួតគោកចិត្តអស់មន្ត្រីអាជ្ញាធរអះអាងថានឹងត្រៀមចុះអន្តរាគមន៍ឆាប់នេះដើម្បីបានប្រភពទឹកពីតំបន់ផ្សេងយកមកជួយនៅក្នុងស្រុកមគបរីតាមការបញ្ជាក់ពីលោករដ្ឋដាស៊ីណង់អភិបាលស្រុកមគបរីខេត្តបន្ទាយមានជ័យបានរំលេចប្រាប់ពីថាប្រភពទឹកអូស្ទឹងបានគោកច្រើនហើយប្រើប្រាស់បានត្រឹមរយៈពេលខ្លីទេហើយអាជ្ញាធរនិងថ្នាក់ដឹកនាំខេត្តបានគិតគូរទុកជាមុនរួចស្រេចរយៈពេល2ថ្ងៃខាងមុខនេះនឹងចុះអន្តរាគមន៍យកម៉ាស៊ីនទៅបូមទឹកនៅស្ទឹងក្រុងសេរីសុភ័ណ្ឌដើម្បីរុញមកកាន់ស្រុកមគរបរីដើម្បីធ្វើជាប្រភពផលិតទឹកស្អាតសម្រាប់ការចែកចាយប្រើប្រាស់ដល់ប្រជាពលរដ្ឋជាច្រើននៅក្នុងស្រុកមគរបរីគួរបញ្ជាក់ផងដែរថាស្រុកមគរបរីជាស្រុកមួយដែលមានប្រជាពលរដ្ឋច្រើនជាងគេបន្ទាប់ពីក្រុងប៉ោយប៉ែតហើយក្នុងនោះការប្រើប្រាស់ទឹកស្អាតមិនមែនតែឆ្នាំនេះទេឆ្នាំមុនក៏ជួបបញ្ហាប្រឈមប្រភពទឹកឆៅដែលអាជ្ញាធរយើងធ្លាប់បានអន្តរាគមន៍ជាបន្តបន្ទាប់ផងដែរលោកអភិបាលស្រុកលោករដ្ឋដាសំណងបានរំលេចប្រាប់នៅតាម Telegram ថាស្ថានភាពទឹកម្ដងម៉ោងនេះអត់ទាន់នេះទេនៅទឹកគង់បានតែជា4-5ថ្ងៃទៀតហើយជាដាច់ហើយប៉ិនហើយមិននេះឲ្យតាមអម្បារងខេត្តរយៈបានចាត់តងហើយនិយាយជុំគ្នាថាប្រហែលជា2ថ្ងៃទៀតនឹងតម្លាក់ម៉ាស៊ីនបូមពីសេរីសុភ័ណ្ឌទៅគត់គង់ទឹកស្អាតគោលបរិយប្រហែលជា2ថ្ងៃទៀតហើយទឹកស្អាតខាងគោលបរិយក៏ដល់ពុតគង់បានវិញតបដាច់ទេបើដល់ពុតគង់បានជាថ្មីម្ដងទៀតក្រៅពីស្រុកគោបរីបណ្ដាស្រុកដទៃរួមទាំងក្រុងប៉ោយប៉ែតក៏ធ្លាប់ជួបបញ្ហាប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ប៉ុន្តែបច្ចុប្បន្ននេះក្រុងប៉ោយប៉ែតនៅមានប្រភពទឹកប្រើមិនទាន់ប្រឈមប្រភពទឹកឆៅក្នុងការផលិតទឹកស្អាតនោះទេប៉ុន្តែនៅពេលខាងមុខប្រហែលជាអាចនឹងជួបបញ្ហាប្រឈមខ្វះដូចបណ្ដាឆ្នាំមុនផងដែរអរគុណខ្ញុំឡៃលីធ្វើសេចក្តីរាយការណ៍